តែការ៉េមនោះគាត់ឆ្ងាញ់ដល់ហើយចាំម៉ាក់មកវិញប្រាប់ឲ្យគាត់ទិញឲ្យគ្នាចង់ញ៉ាំដែរគ្នានឹងសុំម៉ាក់ទិញដែរការ៉េមនឹងថ្លៃណាម៉ាក់ឯងមានលុយទិញឲ្យញ៉ាំដែរម៉ាក់មកដល់ហើយម៉ាក់កូនចង់ញ៉ាំការ៉េមយកលុយទៅទិញទៅកូនហើយឆាប់មកវិញយើងប្រញាប់ទៅផ្ទះពេលទៅគួរឲ្យឆ្ងាញ់សុំញ៉ាំដែរមកតើតែយូរទៅឲ្យឆ្ងាយពីយើងតិចទៅហាជ្រូកការ៉េមយើងបាត់ហើយសុំទោសគ្នាគ្មានបំណងទេយកទៅបើចង់បានណាយើងឲ្យម៉ាក់យើងទិញ4-10ទៀតក៏បានដែរងើបឡើងកូនទៅផ្ទះម៉ាក់កូនចង់ញ៉ាំការ៉េមនៅហាងនោះថ្លៃណាស់កូនម៉ាក់អត់មានលុយគ្រប់សម្រាប់ទិញឲ្យកូនទេម៉ាក់តែងតែបដិសេធនៅសំណើកូនគ្រប់បែបយ៉ាងកូនចំណែនលីតាណាគេមានរបស់គ្រប់យ៉ាងម៉ាក់អត់ស្រឡាញ់កូនទេមិនក៏គិតបែបនេះកូនតោះកូនតោះណាបើកូនចង់ញ៉ាំកូនធ្វើញ៉ាំដោយខ្លួនឯងប្រសើរជាងអង្គុយចាំទាននៅមួយកន្លែងជីវិតអើយមិនក៏អាចទៅធွာយ៉ាងនេះមើលទៅលីតាគ្រាន់តែសុំលុយម៉ាក់គេបានញ៉ាំការ៉េមភ្លាមឯខ្ញុំវិញម៉ាក់ប្រើឲ្យធ្វើនេះធ្វើនោះហើយយ៉ាកូនមិននឹកស្មានថាឆ្ងាញ់បែបនេះសោះរសជាតិដូចនៅហាងអញ្ចឹងម៉ាក់ឈរធ្វើអីបើចាប់អារម្មណ៍ប្រាប់ឲ្យម៉ាក់ឯងចុះឈ្មោះទៅតែគ្នាគិតថាតើតែគាត់លក់បន្លែមួយឆ្នាំបានគ្រប់លុយសម្រាប់បង់មួយខែដើម្បីចូលរៀនថ្នាក់នេះម៉ាក់លក់បានតែ2កញ្ច្រែងទេក្នុងមួយថ្ងៃគ្រាន់បានទិញម្ហូបនិងទុកប្រើប្រាស់តម្រូវការចាំបាច់ម៉ាក់មានលុយឯណាទៅបង់ថ្លៃរៀនរំឲ្យកូននោះខ្ញុំនឹកឃើញហើយខ្ញុំនឹងរកប្រាក់បង់ដោយខ្លួនឯងវិញមូលីនឯងលក់ការ៉េមធ្វើអីគ្នាលក់គ្រាន់បានប្រាក់ខ្លះទៅបង់ថ្លៃរៀនរំជួយទិញមួយទៅហើយការ៉េមឯងមិនឆ្ងាញ់ដូចគេលក់តាមហាងទៅយើងទិញឯងការ៉េមនេះឆ្ងាញ់ណាស់ហើយខ្ញុំយកមួយទៀតឲ្យបាញ់ទៀតមកម៉ូលីនញ៉ាំដែរពួកគេមិនដឹងខ្យល់អីទេយើងសុំលុយម៉ាក់ទៅទិញការ៉េមនៅហាងសិនម៉ូលីនពងធ្វើអីនឹងកូនសាលាថ្ងៃនេះគេអត់រៀនចឹងកូនមកទីនេះដើម្បីលក់បង្ហាយការ៉េមណែមីងទោះលុយសំខាន់ក៏ពិតមែនតែនាងតូចណាស់មិនក៏មីងឲ្យគេមកលក់ការ៉េមអញ្ចឹងហើយនៅក្រៅក្តៅណាស់មិនឲ្យនាងឈរលក់បែបនេះលើកក្រោយកុំឲ្យគេលក់ហាក្តៅអញ្ចឹងទៀតមីងទិញការ៉េមមកដាំញ៉ាំតែមីងអូនលក់ការ៉េមឲ្យបងមួយដើមមកឆ្ងាញ់របស់គេសាក់ដែរសិនឲ្យមួយដើមមកនៅខាងមកកាត់អីហ្នឹងសុំទោសចវាយមានស្ត្រីម្នាក់គាត់ដើរឆ្លងកាត់ខ្ញុំចាប់ប្រាំងស្ទើរតែមិនទាន់អ្នកនាងមិនអីទេខ្ញុំអត់ត្រូវអីទេខ្ញុំឃ្លានខ្លាំងពេកអត់បានមើលភ្លើងស្តុបសុំទោសដូចជាស្តៀងអញជាលីតាមែនទេអូអញជាគ្នានឹងហើយម៉ូលីនពួកម៉ាក់កាលពីកុមារភាពនោះអីម៉ូលីនអញឥឡូវផ្លែកម្លេះអត់ដូចកាលពីចំនួនលក់ការ៉េមសោះគ្នាឃើញអញឡើងប៉ុស្តិ៍ទូរទស្សន៍ក្នុងកម្មវិធីសហគ្រិនជោគជ័យណារឿងវែងឆ្ងាយណាស់គ្នាចាប់ផ្ដើមពីការ៉េមមួយធុងហើយក៏បើកហាងតូចមួយហើយគ្នាក៏ធ្លាប់បោកខោអាវឲ្យសិស្សស្នាក់នៅអន្តេវាសិកដ្ឋាននៅមហាវិទ្យាល័យហើយក៏មិននឹកស្មានថាមានសំណាងដូចសប្តាហ៍ថ្ងៃនេះដែរនិយាយអញ្ចឹងឯងសុខទុក្ខយ៉ាងណាដែរគ្នាអត់ការងារធ្វើទេគ្នាមានការប្រញាប់បន្តិចណាពិបាកនិយាយនៅទីនេះណាលាសិនហើយខ្ញុំជោគជ័យដូចសប្តាហ៍ថ្ងៃនេះក៏ព្រោះតែមេរៀនដែលផ្ដល់ដោយម៉ាក់របស់ខ្ញុំប្រសិនបើកាលនោះខ្ញុំមានអ្វីសពបែបយ៉ាងដូចនេះតាម្លេះខ្ញុំប្រហែលមិនជោគជ័យដូចបច្ចុប្បន្ននេះទេខ្ញុំរីករាយនៅអ្វីដែលម៉ាក់ខ្ញុំបានបង្រៀនខ្ញុំលីតានិងខ្ញុំទទួលបាននូវការសិក្សាខុសគ្នាបន្តិចមែនតែវាសនារបស់យើងនៅពេលនេះខុសគ្នាឆ្ងាយណាស់